ngày ní mặc thưa nồng pang tôi mà đong ti rai băng po này xa tới ngày muốn ọt ọt chặt pro tha nồng pang thưa tới cho kia chẳng á phần taiไปได้ធ្វើថ្ងៃនេះតូចហើយខ្ជូតទៀតបងប្អូនចាហើយរសជាតិក៏ឆ្ងាញ់ផងដែរចាចំពោះនំប៉័ងដែលនឹងខ្ញុំធ្វើនេះគឺមិនមែននំប៉័ងផ្អែមណាបងប្អូនចាគឺនំប៉័ងយើងធម្មតានឹងឯងចាឥឡូវមកមើលពីវិធីធ្វើទាំងអស់គ្នាខ្ញុំត្រូវការទឹកក្តៅអ៊ុនចំនួន130មីលីលីត្របងប្អូនចាមេនំប៉័ង1ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាបាយចាកូរឲ្យបានសព្វល្អសិនទៅចាបន្តមកទៀតខ្ញុំមានម្សៅមីចំនួន200ក្រាមចាគ្រឿងផ្សំបន្តទៀតមានដូចជាអំបិលកន្លះស្លាបព្រាកាហ្វេចាលើនេះយើងចាប់ផ្ដើមកូរល្បាយរបស់យើងឲ្យបានសព្វល្អសិនទៅចាកូរឲ្យបានសព្វបន្តិចចាំយើងចាក់ប្រេងឆាចូលចំនួន1ស្លាបព្រាបាយបងប្អូនចាហើយបន្ទាប់មកគឺយើងកូរជាមួយនឹងច្បេកបន្តិចហើយខ្ញុំប្រើដៃទៀតហើយបងប្អូនចាដោយសារតែយើងប្រើស្រោមដៃគឺជាប់ហើយបងប្អូនណាហើយបើសិនជាជាប់ដូចនឹងខ្ញុំធ្លាប់ធ្វើដែរចាគឺយើងដាក់ប្រេងឆាថែមបន្តិចបងប្អូនចាលាបជាមួយនឹងដៃក៏បានដែរដើម្បីកុំឲ្យជាប់ហើយបន្ទាប់មកខ្ញុំគ្របទុកចំនួន15នាទីសិនចាបន្ទាប់ពី15នាទីយើងត្រូវការយកម្សៅយើងមកច្របាច់ម្សៅទៀតបងប្អូនចាខ្ញុំថែមប្រេងឆាបន្តិចទៀតបងប្អូនដើម្បីកុំឲ្យពេលដែលយើងច្របាច់ទៅជាប់ចាយើងដាក់ប្រេងឆាបន្តិចចឹងអត់អីទេបងប្អូនដើម្បីកុំឲ្យជាប់ជាមួយនឹងដៃយើងហើយម្សៅយើងក៏ទន់ល្អផងដែរចាយើងច្របាច់ប្រហែលជា5នាទីថែមទៀតទៅបងប្អូនយើងច្របាច់មើលតែសាច់ម្សៅយើងស្មូតនិងម៉ត់បានល្អហើយចាយើងត្រូវការផ្អាប់ទុកទៀតហើយចំពោះការផ្អាប់ទុកលើកនេះខ្ញុំផ្អាប់ទុកចំនួន30នាទីបងប្អូនចាដើម្បីឲ្យសាច់នំនឹងឡើងបានល្អបន្តិចណាបងប្អូនចាហើយឥឡូវគឺយើងបាន30នាទីក្រោយមកគឺរៀងឡើងតិចហើយចាខ្ញុំចាក់ប្រេងឆាបន្តិចទៅលើកម្រាលដែលនឹងខ្ញុំច្របាច់ម្សៅចាគឺលាបបែបហ្នឹងមកដើម្បីកុំឲ្យម្សៅយើងជាប់បងប្អូនដើម្បីឲ្យងាយស្រួលច្របាច់ផងដែរចាខ្ញុំច្របាច់ឲ្យចូលគ្នាបន្តិចប្រហែលជា1នាទីទៀតណាបងប្អូនដើម្បីឲ្យសាច់ម្សៅយើងបានរលោងល្អចាចំពោះប្រភេទនំប៉័ងឬក៏នំប៉ាវគឺងាយស្រួលធ្វើបងប្អូនចាព្រោះសាច់ម្សៅស្តៀងតែគ្នាទេចាគឺងាយស្រួលជាងធ្វើនំខ្មែរយើងទៅទៀតបងប្អូនចាហើយឥឡូវខ្ញុំចាប់ផ្ដើមកាត់ម្សៅបងប្អូនអាចកាត់តាមការចូលចិត្តណាចំពោះខ្ញុំកាត់នេះគឺកាត់រាងតូចទៅបងប្អូនព្រោះថាខ្ញុំចង់បានសាច់នំតូចណាអញ្ចឹងគឺខ្ញុំកាត់រាងច្រើនដុំដែរបើសិនជាបងប្អូនចង់ធ្វើប្រភេទជានំប៉័ងធំបងប្អូនអាចកាត់តែ4ទៅ5ដុំអីទៅក៏បានដែរណាបងប្អូនចាអាស្រ័យតាមការចូលចិត្តបើសិនជាបងប្អូនចង់ធ្វើនំប៉័ងធំកាត់តាមធំនឹងទៅចាចំពោះលើកនេះខ្ញុំធ្វើតូចជាងមុនទៅទៀតបងប្អូនព្រោះខ្ញុំចង់បាននំប៉័ងកូនក្តឹបនំប៉័ងតូចអញ្ចឹងណាចាឥឡូវយើងចាប់ផ្ដើមរមូលបែបហ្នឹងដែរបងប្អូនណាចាដូចស្តៀងនឹងយើងធ្វើនំប៉ាវឬក៏ធ្វើនំអីផ្សេងអញ្ចឹងដែរបងប្អូនណាចាឥឡូវខ្ញុំទុកប្រហែលជា5នាទីសិនចាហើយទុក5នាទីហើយឲ្យសាច់ម្សៅយើងចូលគ្នាបានល្អបន្ទាប់មកគឺយើងយកវាមកធ្វើឲ្យសំប៉ែតបងប្អូនយើងចាប់ម្សៅមួយដុំមកហើយម្សៅផ្សេងទៀតគឺយើងគ្របទុកទៅចាហើយបន្ទាប់មកគឺខ្ញុំរមូលបែបនេះបងប្អូនយើងគ្រាន់តែយកដៃហ្នឹងចាចុចចូលកដាលហ្នឹងតិចទៅចាដើម្បីឲ្យជាប់ម្សៅចាគឺធ្វើដូចមុនដែរបងប្អូនចាចំពោះពីវិធីធ្វើនំប៉័ងហ្នឹងគឺអត់មានអីខុសគ្នាទេបងប្អូនបើសិនជាបងប្អូនអត់ចង់ប្រើប្រេងឆាកុំឲ្យជាប់ដៃបងប្អូនអាចប្រើម្សៅជំនួសវិញក៏បានដែរណាជាប្រភេទម្សៅមីអញ្ចឹងបងប្អូនចាម្សៅដែលយើងធ្វើនំប៉័ងហ្នឹងគឺអត់អីទេចាហើយខ្ញុំចូលចិត្តប្រើទាំងពីរតែម្ដងពេលខ្លះខ្ញុំប្រើជាមួយនឹងម្សៅមីពេលខ្លះខ្ញុំប្រើជាមួយនឹងប្រេងឆាព្រោះថាវាអត់ជាប់ដៃបងប្អូនតែបើប្រើប្រេងឆាគឺល្អចាគឺអត់ជាប់ដៃអញ្ចឹងគឺខ្ញុំចូលចិត្តប្រើចាយើងរមូលឲ្យអស់បែបហ្នឹងណាបងប្អូនចារូបរាងគឺបែបហ្នឹងឯងបងប្អូនចាគឺតូចទេហើយលើកហ្នឹងគឺខ្ញុំដាក់រាងចន្លោះធំដែរចានៅសល់ខ្លះទៀតចាខ្ញុំទុកដុតពេលក្រោយបងប្អូនចាហើយខ្ញុំគ្របទុករយៈពេល30នាទីថែមទៀតបងប្អូនហើយនេះគឺជាទឹកក្តៅដំពុះបងប្អូនខ្ញុំចាក់ទៅក្នុងខ្ទះមួយដើម្បីដាក់ពីក្រោមនំរបស់យើងណាចាឥឡូវ30នាទីកន្លងផុតទៅហើយបងប្អូនចាខ្ញុំចាប់ផ្ដើមយកកាបិតមកវះនំចាកាបិតនេះខ្ញុំអត់មុតទេបងប្អូនអាចប្រើឡាមជំនួសវិញណាចាចំពោះខ្ញុំគឺអត់មានឡាមអញ្ចឹងខ្ញុំប្រើកូនកាបិតហ្នឹងគឺអត់សូវមុតពេលអញ្ចឹងទៅខូចរាងនំប៉័ងខ្ញុំអស់បងប្អូនអើយចាបងប្អូនអាចប្រើជាឡាមវិញចាឥឡូវយើងចាប់ផ្ដើមបើកហ្វយើងទៅហើយយើងដាក់ទឹកពីក្រោមបងប្អូនដោយនឹងខ្ញុំដាក់មិញអញ្ចឹងគឺទឹកក្តៅចាចំពោះកម្ដៅភ្លើងគឺខ្ញុំ
ខ្ញុំដាក់ដុតដូចគ្នាអញ្ចឹងដែរ200អង្សាសេចំនួន30នាទីចាគឺដូចគ្នាតែម្ដងបងប្អូនចានំយើងគឺឆ្អិនបានល្អខ្លាំងមែនតើចាគឺក្រហមបានប៉ុណ្ណឹងគឺស្រួយឆ្ងាញ់បងប្អូនចំពោះនំហ្នឹងចាហើយបើសិនជាបងប្អូនចង់មើលពីរបៀបធ្វើនំប៉័ងផ្អែមដោយការខ្ញុំធ្វើលើកមុនបងប្អូនអាចចូលទស្សនានៅក្នុង page បានព្រោះខ្ញុំធ្វើច្រើនដងដែរហើយចំពោះនំប៉័ងផ្អែមឬក៏នំប៉័ងស្នូលពងមាន់អីហ្នឹងចាគឺមាននៅក្នុង page ទាំងអស់តែម្ដងចាចំពោះនំប៉័ងប្រភេទនេះគឺខ្ញុំទៅតែធ្វើដាក់បង្ហាញនៅក្នុងវីដេអូនេះទេដោយសារតែមានបងប្អូនគាត់សំណូមពរឲ្យខ្ញុំធ្វើយូរដែរហើយតែនេះខ្ញុំអត់ទាន់មានពេលចាចំពោះនំប៉័ងគឺមាន2ប្រភេទបងប្អូនដែលនេះខ្ញុំធ្វើថ្ងៃមុនគឺនំប៉័ងខ្ញុំរោយម្សៅដាក់ពីលើប៉ុន្តែលើកនេះគឺខ្ញុំអត់រោយម្សៅទេចាតាមការចូលចិត្តទេបើសិនជាបងប្អូនចង់រោយក៏បានអត់ក៏បានដែរចំពោះនំប៉័ងនេះបងប្អូនញ៉ាំជាមួយនឹងកាហ្វេតែពេលព្រឹកឬក៏ជ្រលក់នឹងទឹកដោះគោគឺឆ្ងាញ់ខ្លាំងតែម្ដងចារសជាតិឆ្ងាញ់ណាស់បងប្អូនចាអញ្ចឹងវិធីធ្វើគឺមានតែប៉ុណ្្នឹងទេបងប្អូនចាសូមអរគុណ